ជំរាបសួរក៏ដូចជាសួស្តីដល់ការប្រិយមិត្តអ្នកដែលចូលចិត្តនិយមធ្វើ content នៅក្នុង Facebook ទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំចង់ប្រាប់អ្នកគ្នាថាFacebook របស់ខ្ញុំបានបើកឲ្យរលុយហើយក៏ប៉ុន្តែតើតើនឹងការផលិតវីដេអូអ្នកគ្នាប្រកាសជាសុញហើយថានេះចង់រលុយតាម Facebook ដែរក៏ប៉ុន្តែអត់ដឹងថាត្រូវបង្កើតវីដេអូបែបណាបង្កើត content បែបណាទេហើយយ៉ាងថ្ងៃហ្នឹងគឺខ្ញុំប្រាប់អ្នកគ្នាថាបង្កើត content បែបណាដើម្បីឲ្យអ្នកគ្នាងាយស្រួលយល់ហើយងាយស្រួលធ្វើទាំងអស់គ្នា content វាមានច្រើនអ្នកគ្នាវាមាន content បែបបរទេស content បែបសុកសេឬក៏អាស៊ីរបស់យើងហើយ content នៅក្នុង Facebook មើលទៅវាស្រួលធ្វើជាង content នៅក្នុង YouTube ទៅទៀតពីព្រោះថា content នៅក្នុង YouTube តាមអ្វីដែលខ្ញុំបានធ្លាប់ដឹងមកគឺវាមាន4 content content ទី1ហ្នឹង children ពួកក្មេងៗរុញឡានរុញអីយ៉ាងណាអាហ្នឹងគឺជា content សំខាន់មួយដែរក៏ប៉ុន្តែ content មួយទៀតទាក់ទងទៅនឹងការធ្វើ vlogger ធ្វើ vlog ធ្វើអីដើម្បីកាត់វីដេអូអីយ៉ាងណាគេហៅថា short film វីដេអូខ្លីៗអីយ៉ាងទៅហើយនឹងវីដេអូមួយទៀតគឺហៅថាវីដេអូ Yummy ទាក់ទងនឹងការមុខបាំងគឺម្ហូបធ្វើអីយ៉ាងទៅដើម្បីផុសនៅក្នុង YouTube អីយ៉ាងទៅអាវីដេអូបែបហ្នឹងដែរក៏អាចវារ៉េងវាល្បីដែរប៉ុន្តែនៅក្នុង Facebook គឺបងប្អូនជាច្រើនតាក់ទងទៅនឹងការធ្វើ vlog ហើយនឹងថតវីដេអូខ្លីៗហើយនឹងវីដេអូបែប original ដូចជាដើរលេងបង្កើតជា team មួយបង្កើតជាអីចឹងហើយឃើញពួកគាត់ធ្វើយ៉ាងក៏ល្អដែរប៉ុន្តែរបស់ខ្ញុំវីដេអូរបស់ខ្ញុំហ្នឹងគឺខ្ញុំបានធ្វើមិចចូលគ្នាណាគ្នាខ្ញុំត្រូវសើចជ្រាវខ្ញុំត្រូវរើសនៅពេលដែលខ្ញុំដើរដល់ចំណុចមួយដែលថាធ្វើ content ហ្នឹងហើយវាត្រូវនឹងអ្វីចំណូលចិត្តរបស់ខ្ញុំអាហ្នឹងគឺខ្ញុំធ្វើបែបហ្នឹងដោយសារតែវាជាចំណងចិត្តរបស់ខ្ញុំបើសិនជាអ្នកគ្នាស្រឡាញ់ខាងមានដងឬក៏ចេះធ្វើខាងអីអ្នកគ្នាធ្វើខាងហ្នឹងទៅអ្នកគ្នាធ្វើថ្ងៃហ្នឹងអ្នកគ្នាអាចសម្លឹងដល់អនាគតរបស់អ្នកទាំងអស់គ្នាថាខ្ញុំធ្វើយ៉ាងទៅទម្លាប់វាជាទម្លាប់ថ្ងៃក្រោយលែងខ្លាចកាមេរ៉ាលែងអៀនកាមេរ៉ាតទៅទៀតហើយហ្នឹងបានអ្នកគ្នាគិតថាតើតើចេញការគិតបែបហ្នឹងហើយបានអ្នកគ្នាដាក់ចិត្តធ្វើវីដេអូបានវីដេអូគឺយើងត្រូវថតខ្លួនឯងហ៊ានថតខ្លួនឯងហ៊ាននិយាយមុខកាមេរ៉ាថាខ្ញុំគឺបែបនេះខ្ញុំគឺជាអ្នកណាបើសិនជាអ្នកគ្នាអត់ហ៊ានបញ្ចេញមុខអត់ហ៊ាននិយាយអត់ហ៊ានថាទេអាហ្នឹងកុំធ្វើវីដេអូនៅអៀនព្រៀនឡើយទេបាច់ធ្វើវីដេអូអ្នកគ្នាពីព្រោះថាឥឡូវក្រុមហ៊ុនមិនថាក្រុមហ៊ុន Facebook ក្រុមហ៊ុន YouTube វា support ឲ្យយើងបង្ហាញមុខឲ្យយើងនិយាយថាយើងជាអ្នកណាសិនឥឡូវខ្ញុំ Facebook របស់ខ្ញុំហ្នឹងគឺ set up ហើយអញ្ចឹងវាបានទឹកប្រាក់ដែរប្រហែលថ្ងៃហ្នឹងដូចជាឡើងរហូតដែរអ្នកគ្នាប៉ុន្តែចំពោះវីដេអូខ្ញុំនឹងប្រាប់អ្នកគ្នាហើយខ្ញុំនឹងដាក់នៅលើអេក្រង់មួយហ្នឹងថាវីដេអូ Reel ផុសបានចំនួនទឹកប្រាក់ប្រមាណហើយនឹងវីដេអូ Short ផុសបានចំនួនទឹកប្រាក់ប្រមាណវាអត់ច្រើនទេអ្នកគ្នាក៏ប៉ុន្តែវាសប្បាយចិត្តមែនតើក្នុងការងារមួយហ្នឹងពីព្រោះថាការងារហ្នឹងគឺជាការងារមួយដោយសុចរិតអត់ទៅកັບកេងឬក៏ឆោបោកទៅបោកប្រាស់អ្នកណាទេគឺជាការងារដែរយើងធ្វើដោយកម្លាំងញើសឈាមរបស់យើងបើសិនណាយើងប្រឹងធ្វើយើងនឹងបានលុយបើយើងអត់ធ្វើហ្នឹងគឺវាអត់បានលុយទេអញ្ចឹងការងារហ្នឹងវាយើងនិយាយទៅគឺវាល្អដែរដោយសារតែយើងធ្វើដោយសិលធម៌យើងធ្វើដោយញើសឈាមរបស់យើងការខិតខំប្រឹងប្រែងរបស់យើងហ្នឹងហើយខ្ញុំនឹងដាក់ចំនួនទឹកប្រាក់ដែលខ្ញុំរកបានពី Facebook ប្រហែលថ្ងៃហ្នឹងអ្នកនរគ្នាថាវីដេអូ Reel ខ្ញុំរកបានប្រហែលហើយវីដេអូlong ហ្នឹងខ្ញុំរកបានប្រហែលហើយវីដេអូទាំងអស់ហ្នឹងក៏មានតែប៉ុណ្្នឹងដែរដើម្បីចែកម្លែកអ្នកនរគ្នាហើយបើសិនជាអ្នកនរគ្នាចង់សួរអ្វីអ្នកនរគ្នា comment នៅខាងក្រោមហ្នឹងមក
បើខ្ញុំចេះខ្ញុំនឹងបញ្យល់អ្នកនរគ្នាហើយនឹងប្រាប់អ្នកនរគ្នាបើសិនខ្ញុំមិនចេះទេអាហ្នឹងខ្ញុំនឹងខិតខំប្រឹងប្រែងសើចជ្រាវប្រាប់អ្នកនរគ្នាអំពីការផលិតមាតិកាឬក៏ផលិតវីដេអូមួយនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងបាទហ្នឹងហើយសូមជម្រាបលាអ្នកទាំងអស់គ្នា